សូមអនុមោទនាសិក្សានិងរៀននៃបត្រៃបិដកភាគទី44អង្គតរនិកាយបច្ចកនិបាតបញ្ចមវគ្គភាគ44ទំព័រទី133អំពីសេចក្តីជាយាមនៅក្នុងទុតិយបដសកៈនៃវរណវគ្គមនីភិក្ខុទាំងឡាយអង្គនៃសេចក្តីព្យាយាមនេះមាន5យ៉ាងអង្គនៃសេចក្តីព្យាយាមទៅដោយបណ្ដេចមនីភិក្ខុទាំងឡាយក្នុងសាសនានេះជាអ្នកមានសទ្ធាញាណគ្រឿងត្រាស់ដឹងរបស់ព្រះតថាគតព្រះដ៏មានព្រះភ័ក្ត្រអង្គនោះជាអរហន្តជាសម្មាសម្ពុទ្ធបរិបូរដោយវិជ្ជានិងចរណៈជាព្រះសកតជាច្បាស់នៅលោកជាបុគ្គលប្រសើរបំផុតជាសារថីទូនាមនៅបរោះជាសាស្តានៃទេវតានិងមនុស្សទាំងឡាយជាព្រះពុទ្ធលែងវិលមកកាន់ភពថ្មីទៀតមួយជាអ្នកមិនមានអាពាធមិនមានទុក្ខប្រកបដោយធាតុភ្លើងសម្រាប់ដុតកម្ដៅយ៉ាងល្មមមិត្តត្រជាក់ពេកមិនក្តៅពេកជាយ៉ាងកណ្ដាលគូនឹងធ្វើព្យាយាមបានមួយជាអ្នកមិនអួតអាងមិនមានមេយាទជាអ្នកធ្វើខ្លួនឲ្យប្រកបតាមពិតក្នុងសំណាក់គ្រូនិងពួកព្រំជាវិញ្ញូជនមួយជាអ្នកប្ររពសេចក្តីព្យាយាមដើម្បីលះបង់អកុសលធម៌ធ្វើកុសលធម៌ឲ្យសម្រេចមានកម្លាំងប្រឹងសង្វាតមិនជាដាក់ចុះនៅធុរៈក្នុងកុសលធម៌មួយជាអ្នកមានបញ្ញាប្រកបដោយបញ្ញាហើយកំណត់នៅការកើតនិងការរលត់ដល់ប្រសើរជាគ្រឿងទម្លុះទម្លាយកិលេសហើយកំណត់នៅធម៌ជាគ្រឿងអស់ទៅនៃទុក្ខដោយប្រពៃបានមួយមនីភិក្ខុទាំងឡាយអង្គនៃសេចក្តីព្យាយាមនោះមាន5នេះឯងមនីភិក្ខុទាំងឡាយអស់សម័យមិនគូ5យ៉ាងនេះដើម្បីសេចក្តីព្យាយាមអសម័យ5យ៉ាងទៅដោយម្ដេចមនីភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះជាអ្នកក្រមគ្រាត្រូវជារាគ្រោះសង្កត់មនីភិក្ខុទាំងឡាយនេះជាអសម័យធម៌មួយមិនដើម្បីសេចក្តីព្យាយាមមនីភិក្ខុទាំងឡាយមួយទៀតភិក្ខុជាអ្នកមានសេចក្តីព្យាយាមត្រូវព្យាធិគ្រប់សង្កត់មនីភិក្ខុទាំងឡាយនេះជាអសម័យធម៌ទី2នៃដើម្បីសេចក្តីព្យាយាមមនីភិក្ខុទាំងឡាយមួយទៀតស្រុកអំណត់អត់បាយមានស្រូវមិនល្អរោគបណ្ឌបាតបាយដោយក្រមិនងាយបកគោព្យាយាមស្វែងរកអាហារបានឡើយមនីភិក្ខុទាំងឡាយនេះជាអសម័យទី3ដើម្បីព្យាយាមមនីភិក្ខុទាំងឡាយមួយទៀតស្រុកមានភ័យមានការរំភើបកំរើកក្នុងដងព្រៃពួកអ្នកជនបទក៏នាំគ្នាឡើងកាន់ចក្រយានហើយបទៅមនីភិក្ខុទាំងឡាយនេះជាអសម័យទី4ដើម្បីសេចក្តីព្យាយាមមនីភិក្ខុទាំងឡាយមួយវិញទៀតសង់បែកគ្នាមនីភិក្ខុទាំងឡាយក៏បើសង់បែកគ្នាហើយការជេរគ្នានឹងគ្នាក៏រមែងមានការប្រតិចគ្នានឹងគ្នាក៏រមែងមានការនិយាយបោះបោកគ្នានឹងគ្នាក៏រមែងមានការបោះបោកចូលគ្នានឹងគ្នាក៏រមែងមានពួកជនដែលមិនទាស់ជាថ្លាក្នុងសង្ឃនោះក៏នៅតែមិនជាថ្លាពួកជនខ្លះដែលជាថ្លាហើយក៏បែកចិត្តផ្សេងទៅវិញមនីភិក្ខុទាំងឡាយនេះជាអសម័យទី5ដើម្បីសេចក្តីព្យាយាមមនីភិក្ខុទាំងឡាយមនីភិក្ខុទាំងឡាយអសម័យគឺសម័យមិនគូ5យ៉ាងនេះឯងដើម្បីសេចក្តីព្យាយាមមនីភិក្ខុទាំងឡាយសម័យ5យ៉ាងនេះដើម្បីព្យាយាមសម័យ5យ៉ាងទៅដោយម្ដេចមនីភិក្ខុទាំងឡាយភិក្ខុក្នុងសាសនានេះនៅក្មេងកន្លោះពេញកម្លាំងមានសក់ខ្មៅប្រកបដោយវ័យកំពុងចម្រើនគឺវ័យជាបឋមមនីភិក្ខុទាំងឡាយនេះជាសម័យទី1ដើម្បីព្យាយាមមនីភិក្ខុទាំងឡាយមួយទៀតភិក្ខុជាអ្នកមិនមានអាពាធមិនមានទុក្ខប្រកបដោយធាតុភ្លើងជាគ្រឿងដុតកម្ដៅយ៉ាងល្មមមិត្តត្រជាក់ពេកមិនក្តៅពេកយ៉ាងកណ្ដាលគូដើម្បីព្យាយាមបានមនីភិក្ខុទាំងឡាយនេះជាសម័យទី2ដើម្បីព្យាយាមមនីភិក្ខុទាំងឡាយមួយទៀតស្រុកសម្បូរភិក្ខាមានស្រូវល្អរោគបណ្ឌបាតបានងាយបុគ្គលងាយព្យាយាមស្វែងរកអាហារបានមនីភិក្ខុទាំងឡាយនេះជាសម័យទី3ដើម្បីព្យាយាមមនីភិក្ខុទាំងឡាយមួយទៀតពួកមនុស្សប្រងព្រាវគ្នារួចរស់រាយរកគ្នាមិនវិវាទគ្នារលាយចូលគ្នាដោយទឹកដោះលាយនឹងទឹកសម្លៃមើលគ្នាទៅវិញទៅមកដោយផ្នែកជាទីស្រឡាញ់មនីភិក្ខុទាំងឡាយនេះជាសម័យទី4ដើម្បីព្យាយាម
ម្នាភិក្ខុទាំងឡាយមួយវិញទៀតសង់ប្រងព្រាវគ្នារស់រាយរកគ្នាមិនវិវាទគ្នាបានមានបាយស្អីសម្រាប់បាលីសម្រាប់សម្ដែងឡើងតែមួយទៅនៅជាសុខសប្បាយនៅជាសុខសប្បាយម្នាភិក្ខុទាំងឡាយកាលបើសង់ប្រោព្រាវគ្នាហើយការជេរគ្នានឹងគ្នាក៏មិនមានការប្រតិគ្នានឹងគ្នាក៏មិនមានការស្រដីបោះបោករកគ្នានឹងគ្នាក៏មិនមានការលះបង់ចោលគ្នានឹងគ្នាក៏មិនមានពួកជនដែលមិនទាន់ជ្រះថ្លាក្នុងសង្ឃនោះក៏ជ្រះថ្លាឡើងពួកជនដែលជ្រះថ្លាហើយក៏រឹងតែជ្រះថ្លាក្រៃពេកម្នាភិក្ខុទាំងឡាយនេះជាសម័យទី5គូប្រព្រឹត្តទៅដើម្បីព្យាយាមម្នាភិក្ខុទាំងឡាយទាំង5យ៉ាងនេះឯងជាសម័យគូប្រព្រឹត្តទៅដើម្បីព្យាយាមសម័យមួយព្រះដ៏មានព្រះភ័ក្ត្រទ្រង់គង់នៅក្នុងវត្តចេតពុនរបស់អនាថបិណ្ឌកសិទ្ធិទីក្រុងសាវត្ថីសម័យនោះជន2នាក់គឺភិក្ខុ1ភិក្ខុនី1ជាមេតានិងបុត្របានចូលទៅនៅចាំវសាទៀងក្រុងសាវត្ថីជនទាំងពីរនោះជាអ្នកប្រាជ្ញឲ្យឃើញគ្នានឹងគ្នាជារឿយក៏មេតាក៏ជាអ្នកប្រាថ្នាឲ្យឃើញបរិសរឿយចំណែកបុត្រក៏ជាអ្នកប្រាថ្នាឲ្យឃើញមេតារឿយការនៅជ្រលោកច្រឡំកើតមានព្រោះជនទាំងនោះបានឃើញគ្នារឿយការបើការនៅជ្រលោកច្រឡំមានហើយសេចក្តីសន្និដ្ឋានក៏កើតមានការបើមានសេចក្តីសន្និកស្នាហើយសេចក្តីសុខចិត្តក៏កើតមានជនទាំងពីរនោះលុះមានចិត្តចោះសុបរោគគ្នាហើយក៏មិនបានលាសិក្ខាមិនបានធ្វើឲ្យជាច្បាស់នៅភាពនៃខ្លួនមានកម្លាំងថយស្រាប់តែសេពនៅមេតុនធម្មគ្រានោះមានភិក្ខុច្រើនរូបបានចូលទៅកលព្រះដ៏មានព្រះភ័ក្ត្រលុះចូលទៅដល់ហើយក៏ថ្វាយបង្គំព្រះដ៏មានព្រះភ័ក្ត្រឲ្យអង្គុយក្នុងទីដែលសមគួរលោកភិក្ខុទាំងនោះអង្គុយក្នុងទីដែលសមគួរហើយក៏បានក្រាបបង្គំទូលព្រះដ៏មានព្រះភ័ក្ត្រយ៉ាងនេះថាសូមព្រះមេតាប្រោមានជន2នាក់គឺភិក្ខុ1ភិក្ខុនី1ជាមេតានិងបុត្របានចូលមកនៅចាំវសាក្នុងក្រុងសាវត្ថីនេះជនទាំង2នាក់នោះជាអ្នកប្រាថ្នាឲ្យឃើញគ្នានឹងគ្នាជារឿយគឺមេតាគឺជាអ្នកប្រាថ្នាឃើញបរិសរឿយចំណែកបុត្រក៏ជាអ្នកប្រាថ្នាឃើញមេតារឿយការនៅជ្រលោកច្រឡំក៏គ្នាក៏មានក៏ព្រោះជនទាំងពីរនោះបានឃើញគ្នារឿយការបើមានការនៅជ្រលោកច្រឡំហើយសេចក្តីស្និទ្ធស្នាលក៏កើតមានការបើសេចក្តីស្និទ្ធស្នាលហើយសេចក្តីសុខចិត្តក៏កើតមានជនទាំងពីរអ្នកនោះលុះមានចិត្តចុះសុបរកគ្នាហើយក៏មិនបានលាសិក្ខាមិនបានធ្វើឲ្យចិត្តច្បាស់នៅភាពនៃខ្លួនមានកម្លាំងថយស្រាប់តែសេពមេធុនធម្មព្រះដ៏មានព្រះភ័ក្ត្រទ្រង់ត្រាស់ថាមនាភិក្ខុទាំងឡាយមកខបរោះនោះដឹងដែលឬមិនដឹងថាមេដារមែងត្រេកអរក្នុងបុត្រឬថាបុត្រក៏រមែងត្រេកអរក្នុងមេដាមនាភិក្ខុទាំងឡាយតថាគតពិចារណារកឃើញនៅរូបដតីសំបីតែរូបមួយដែលជាទីតាំងនៃតម្រែកយ៉ាងនេះជាទីតាំងនៃសេចក្តីប្រាថ្នាយ៉ាងនេះជាទីតាំងនៃសេចក្តីស្រវឹងយ៉ាងនេះជាទីតាំងនៃចំណងយ៉ាងនេះជាទីតាំងនៃសេចក្តីជ្រោទៅយ៉ាងនេះដូចជារូបស្រីនេះឡើយមនាភិក្ខុទាំងឡាយសត្វត្រេកអរជាចម្ពាក់សញ្ជ័យជ្រោះសុបនៅក្នុងរូបស្រីហើយសត្វពួកនោះឈ្មោះថាលុះក្នុងអំណាចនៃរូបស្រីរមែងសោកស្ដាយអស់កាយយូរអង្វែងមនាភិក្ខុទាំងឡាយតថាគតពិចារណាមិនឃើញនៅសម្លេងដតីសំបីតែសម្លេងមួយនៅក្លិនដតីសំបីតែក្លិនមួយនៅរសដតីសំបីតែរសមួយសពផ្សាយដតីសំបីតែផុតពៈមួយដែលជាទីតាំងនៃតម្រែងយ៉ាងណាជាទីតាំងនៃសេចក្តីប្រាថ្នាយ៉ាងនោះជាទីតាំងនៃសេចក្តីត្រវឹងយ៉ាងនេះជាទីតាំងនៃចំណងយ៉ាងនេះជាទីតាំងនៃសេចក្តីជ្រោទៅយ៉ាងនេះនឹងធ្វើអន្តរាយដល់ការបាននៃសេចក្តីសានបានយោគីដល់ប្រសើរយ៉ាងនេះដូចជាផ្សំនៃស្រះនេះឯងនាវិខោទាំងឡាយសត្វត្រេកអរជាចំណងសញ្ជក់សញ្ជឹងសុបក្នុងហតពៈនៃស្រីហើយសត្វពួកនោះឈ្មោះថាលុះក្នុងអំណាចនៃហតពៈស្រីរំបែងសោកស្ដាយអស់កាយយូរជាយូរអង្វែងមនាភិក្ខុទាំងឡាយស្រីនោះកំពុងដេកដើរក្តីក៏រមែងគ្រប់សង្កត់ចិត្តបរោះបានទោះឆោកក្តីក៏អង្គុយក្តីដេកក្តីក្រាលចុះក្តីការនិយាយក្តីច្រៀងក្តីយំក្តីហើយបងក្តីស្លាប់ក្តីក៏រមែងគ្រប់សង្កត់នៅចិត្តបរោះនៅបានមនាភិក្ខុទាំងឡាយតាមពិតថាបកលការបើមានមេត្តក្រាមនោះឲ្យត្រូវគូហៅថាជាអន្តៈសម្រាប់តេដោយជំវិញរបស់មេដូច្នេះបកលការបើ
ការបើហៅមេតុក្រៀមឲ្យត្រូវគូហៅថាជាអន្ទាក់ដោយជំវិញរបស់មានដូច្នេះបុគ្គលជាចោមួយនឹងចោរមែងដាក់នៅក្នុងវត្ថុក្តីចរចាក្តីមួយនឹងបីសាច់ក្តីប៉ះពាល់នឹងអាសេរពឹសក្តីហើយត្រូវអាសេរពឹសចាក់ស្លាប់ក្តីប្រសើរជាងមិនគូណាចរចាជាមួយនឹងមេតុក្រៀមតែមួយនឹងមួយឡើយ